ដូចយើងបានដឹងហើយថាម្ចាស់ជើងឯក Champions League 15សម័យ Real Madrid បានរងបរាជ័យយ៉ាងអាម៉ាស់ក្រោមធ្វេសជើងក្រុមដែលគ្មានប្រវត្តិឈ្នះ Champions League ដូចជា Arsenal ដោយលទ្ធផល 3-0 នៅកីឡដ្ឋាន Emirates ស្ថិតនៅទីក្រុងឡុងនៃព្រះរាជាណាចក្រអង់គ្លេសកាលពីយប់មិញយ៉ាងណាមិញក្រោយចប់ការប្រកួតទាំងអ្នកចាត់ការក្រុមនិងកីឡាកររបស់ក្លឹប Real Madrid ប៉ុន្មាននាក់បាននាំគ្នាបញ្ចេញទស្សនៈរៀងៗខ្លួនជុំវិញការប្រកួតមួយនេះក៏ដូចជាការបដិញ្ញាចិត្តសម្រាប់ជើងទី2ផងដែរជាដំបូង Jude Bellingham បានផ្ដល់កិច្ចសម្ភាសន៍ខ្លីប្រាប់អ្នកសារព័ត៌មានរបស់ UEFA ក្រោយចប់ការប្រកួតថាថ្ងៃនេះពួកយើងចាត់ទុកថាពួកយើងសំណាងហើយដែលរបូតត្រឹមតែ3គ្រាប់នៅក្រៅផ្ទះនោះសម្ដីរបស់ខ្សែបម្រើអន្តរជាតិអង់គ្លេសរូបនេះហាក់ចង់បានន័យថាក្រុមរបស់គេលេងទម្រង់បែបនេះគួរតែរបូតច្រើនជាង3គ្រាប់ទៅទៀតរីឯអ្នកចាំទីគូទ័រដែលរបូតដល់ទៅ3គ្រាប់ពិសេសអ្នកចាំទី Belgium ម្នាក់នេះមិនអាចសង្គ្រោះបាល់ free kick ទាំង2គ្រាប់ដ៏អស្ចារ្យរបស់ Declan Rice បានឡើយក៏បានផ្ដល់ចំណាប់អារម្មណ៍យ៉ាងខ្លីថានៅក្នុងតង់ទី1ពួកយើងធ្វើបានល្អគួរសមប៉ុន្តែមិនគួរជឿថាពួកយើងបែរជាភ្លេចរក្សាទម្រង់ឲ្យបានល្អនោះនៅតង់ទី2ទៅវិញយ៉ាងណាមិញផ្ទុយពីកីឡាករទាំងពីរនាក់ខាងលើសម្រាប់ខ្សែបម្រើអេស្ប៉ាញកីឡាករ Lucas Vázquez បានផ្ដល់កិច្ចសម្ភាសន៍នៅលើទីលានក្រោយចប់ការប្រកួតថាបើមានក្រុមណាមួយដែលអាចកែស្ថានភាពពីចាញ់ 3-0 បានគឺមានតែក្រុម Real Madrid មួយគត់ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិបារាំងនិងជាតួអង្គដ៏សំខាន់របស់ Real Madrid កីឡាករ Kylian Mbappé ក៏បានបញ្ចេញទស្សនៈបែបសូតិធនិយមដូច Valverde ដែរដោយគេបានស្រែកប្រាប់អ្នកគាំទ្រនិងអ្នកកាសែតនៅតាមផ្លូវដើរចេញពីស្តាតទៅកាន់ឡានក្រុងថាជាការពិតណាស់ពួកយើងអាចធ្វើការវិបកវិញបានព្រោះនៅក្នុងពិភពបាល់ទាត់គ្រប់យ៉ាងសុទ្ធតែអាចទៅរួចទាំងអស់ក្រៅពីកីឡាករល្បីៗខាងលើសម្រាប់លោក Carlo Ancelotti អ្នកចាត់ការក្លឹប Real Madrid ក៏បានបញ្ចេញទស្សនៈខ្លះដែរនៅក្នុងកម្មវិធីសន្និសីទក្រោយការប្រកួតដោយលោកបាននិយាយថាទទួលស្គាល់ថាក្រុមរបស់យើងលេងអន់បំផុតនៅអំឡុងពេល30នាទីចុងក្រោយប៉ុន្តែយើងមិនអាចប្រកែកបានឡើយថា Real Madrid ក៏ធ្វើបានល្អគ្រាន់បើដែរសម្រាប់45នាទីដំបូងនៅក្នុងតង់ទី1យ៉ាងណាមិញជុំវិញរឿងអ្នកកាសែតសួរពីការបដិញ្ញាចិត្តនៅជើងទី2ស្រាប់តែអ្នកចាត់ការជនជាតិអ៊ីតាលីរូបនេះតបទៅវិញថាខ្ញុំដឹងថាវាគឺជារឿងមួយដ៏ពិបាកខ្លាំងបំផុតប៉ុន្តែសម័យកាលដ៏ស្មុគស្មាញបែបនេះមិនមែនពួកយើងមិនធ្លាប់ដោះស្រាយចេញឡើយនៅ Bernabeu ត្រង់ចំណុចនេះលោក Ancelotti ចង់ថាការប្រកួតជើងទី2ពិតជាពិបាកខ្លាំងណាស់សម្រាប់ក្រុមរបស់លោកប៉ុន្តែមិនមែនថាក្រុមរបស់លោកមិនធ្លាប់វិបកយកឈ្នះគូប្រកួតដែលនាំមុខក្រុមរបស់លោកនៅជើងទី1នោះឡើយពិសេសគឺថាការប្រកួតជើងទី2នឹងធ្វើឡើងនៅទីក្រុង Madrid ដែលជាផ្ទះដ៏ធំរបស់ក្រុមអធិរាជសតែម្ដងគួរបញ្ជាក់ថា Arsenal បានយកឈ្នះ Real Madrid 3-0 កាលពីយប់មិញក្នុងជើងទី1វគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champions League ខណៈជើងទី2នឹងត្រឡប់ទៅធ្វើនៅកីឡដ្ឋាន Santiago Bernabeu វិញនាថ្ងៃទី16ខែមេសាឆ្នាំ2025ខាងមុខនេះ Real Madrid នឹងអវត្តមានកីឡាករម្នាក់គឺ Rafael Camavinga ដោយសារជាប់ពិន័យកាត់ក្រហមកាលពីជើងទី1